CGI ផ្ទាល់គឺពិតជាមានភាពសប្បាយរីករាយជាខ្លាំងដែលបានធ្វើការចូលរួមតាក់ទងជាមួយនឹងព្រឹត្តិការណ៍ TVET Day ប្រចាំឆ្នាំ2025នេះ សម្រាប់ស្តង់ CGI ផងដែរគឺយើងមានធ្វើជាការចែកម្លែកតាក់ទងជាមួយនឹងព័ត៌មានស្ដីពីអាហារូបករណ៍ការបដិបដាផ្សេងៗហើយនៅក្នុងឆ្នាំថ្មីនេះគឺយើងរើសតាក់ទងជាមួយនឹងយុវជនជាពិសេសបងប្អូនដែលគាត់កំពុងតែស្វែងរកតាក់ទងជាមួយនឹងជំនាញផ្ទាល់ចង់សិក្សាជំនាញចង់ទទួលបានអាហារូបករណ៍ហើយមានអត្ថប្រយោជន៍ជាច្រើនអាចមកតាក់ទងនៅខាងវិទ្យាស្ថាន CGI ផ្ទាល់បាន ជំរាបសួរអ្នកនរគ្នាខ្ញុំឈ្មោះតាំងហ៊ុតកេងជានិស្សិតឆ្នាំទី4មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាថ្ងៃនេះខ្ញុំសប្បាយចិត្តមែនទែនដែលបានចូលកម្មវិធី TVET ជាកម្មវិធីមួយដែលនិស្សិតទាំងអស់អាចចូលរួមនិងសិក្សាស្វែងយល់ពីជំនាញដែលពួកគាត់ចង់រៀនទៅថ្ងៃអនាគត ចាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅពេលដែលខ្ញុំមកទស្សនា TVET Day នេះគឺឃើញថាមានអាហារូបករណ៍ជាច្រើនផ្ដល់សម្រាប់ជូនដល់សិស្សនិស្សិត ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអាហារូបករណ៍ 100% របស់ CGTI ពីព្រោះទោះបីជាយើងប្រឡងបាក់ឌុបជាប់ឬក៏ធ្លាក់ក៏យើងអាចប្រឡងអាហារូបករណ៍ 100% បានដែរ អញ្ចឹងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលកំពុងតែរៀនទី12និងកំពុងស្វែងរកអាហារូបករណ៍អាចមកធ្វើការប្រឡងយកអាហារូបករណ៍នៅជាស្ថាន CGTI បាន សម្រាប់ CGI ផ្ទាល់គឺយើងផ្ដល់ជូនអាហារូបករណ៍ 100% ទៅលើជំនាញចំនួន2សម្រាប់ឆ្នាំថ្មីជំនាញទី1ទាក់ទងជាមួយនឹងជំនាញផ្នែកវិស្វកម្មឧស្សាហកម្មគុណភាពនិងផលិតកម្មដែលយើងហៅកាត់ថា IE ជំនាញទី2គេហៅថាជំនាញផ្នែកបញ្ជាទិញដែលយើងហៅកាត់ថា MR សម្រាប់ថ្នាក់អាហារូបករណ៍នឹងផងដែរគឺយើងផ្ដល់ជូនអត្ថប្រយោជន៍សម្រាប់និស្សិតដែលគាត់សិក្សានៅវិទ្យាស្ថាន CGI ផ្ទាល់ទី1យើងផ្ដល់ជូនជាកន្លែងស្នាក់នៅសម្រាប់បងប្អូនដែលគាត់នៅឆ្ងាយពីវិទ្យាស្ថានផ្ទាល់យើងមានផ្ដល់ជូនជាអាហារថ្ងៃត្រង់និងអាហារសម្រន់មានបរិបដាទៅលើថ្នាក់ភាសាអង់គ្លេសថ្នាក់កុំព្យូទ័រហើយជាពិសេសមានថ្នាក់ភាសាចិនផងដែរហើយក្រៅពីហ្នឹងនៅពេលដែលយើងរៀនចប់នៅវិទ្យាស្ថានផ្ទាល់យើងមានជាការចុះទៅហ្វឹកហ្វឺននៅក្នុងអំឡុងពេលយើងចុះហ្វឹកហ្វឺនការងារក៏យើងទទួលបានប្រាក់ឧបត្ថម្ភដែលគិតទៅ$280នៅក្នុងមួយខែយើងទទួលសិស្សចាប់ពីផ្សាយដំណឹងនេះតទៅរហូតដល់ចុងឆ្នាំ2025មិនថាជាប់ក្តីមិនថាធ្លាក់ទី12ក្តីគឺយើងទទួលចុះឈ្មោះនៅក្នុងការចូលរៀនទៅលើថ្នាក់អាហារូបករណ៍ហ្នឹងផងដែររៀននៅ CGI រៀនរយៈពេលខ្លីហើយឆាប់បានការងារធ្វើបានប្រាក់ខែខ្ពស់កុំភ្លេចណាអាចមកចុះឈ្មោះបាទដាក់ពាក្យស្នើសុំអាហារូបករណ៍នៅ CGI ផ្ទាល់បានបាទ